ចាសួស្តីបងប្អូនទាំងអស់គ្នានេះខ្ញុំមកចែករំលែកពីរបៀបលេបថ្នាំពជាកំណើតឲ្យបានត្រឹមត្រូវនិងតាមសញ្ញាព្រួយអញ្ចឹងមានសំណួរគាត់សួរទៅលើថ្នាំអ៊ីវ៉ាអញ្ចឹងថ្នាំអ៊ីវ៉ាចាំខ្ញុំដាក់រូបភាពដោយសារថ្នាំអ៊ីវ៉ាវាមានក្នុងកញ្ចប់អញ្ចឹងបើខ្ញុំហែកទៅបាក់លក់ឲ្យតិចជុំវិញខ្ញុំអញ្ចឹងគឺខ្ញុំបញ្យល់នៅក្នុងរូបភាពវិញសម្រាប់អ៊ីវ៉ាតែនេះស្រីពេជ្រហ្នឹងអូខេសម្រាប់ស្រីពេជ្រស្រីពេជ្រគឺក្របវាពណ៌សអញ្ចឹងបងប្អូនចាក្របវាពណ៌ស3ជួរហើយនឹងមានពកហមមួយជួរសម្រាប់ថ្នាំជាតិដែកហើយអូខេក៏ដូចគ្នាដែរបងប្អូនគាត់ថាអូខេរូបរបស់វាហ្នឹងពណ៌សាច់ចាពណ៌សាច់ហើយមានថ្នាំជាតិដែកមួយជួរខាងក្រោមដូចគ្នាអញ្ចឹងបងប្អូនដឹងស្រាប់ហើយជាតិដែកគឺប្រើនៅពេលដែលស្ត្រីបាត់បង់ឈាមឬក៏ស្ត្រីត្រូវមករដូវយើងផ្ដល់ជាតិដែកទៅវិញដើម្បីឲ្យស្ត្រីមានសុខភាពល្អមកវិញអញ្ចឹងដឹងតែលេខពេលចុងក្រោយមែនអត់អញ្ចឹងគឺបងប្អូនយល់ហើយកុំឲ្យច្រឡំដូចបងស្រីម្នាក់គឺគាត់ច្រឡំអាណិតខ្លាំងមិនដឹងថាលទ្ធផលខែហ្នឹងយ៉ាងណាខ្ញុំអត់ទាន់ថាដែរអញ្ចឹងបងប្អូនត្រូវលេខតាមសញ្ញាព្រួយអញ្ចឹងខ្ញុំបង្ហាញតែមួយបានណាបងប្អូនថ្នាំហ្នឹងដូចគ្នាណាពីរហ្នឹងហើយអូខេចុះរៀងស្រួលមើលចាសម្រាប់ថ្នាំនេះគឺយើងលេខតាមសញ្ញាព្រួយបងប្អូនឃើញសញ្ញាព្រួយនេះសញ្ញាព្រួយដំបូងទេបំផុតហ្នឹងនៅខាងលើគេហ្នឹងចាអញ្ចឹងយើងមើលពីខាងក្រោយនេះមកគឺពណ៌សពណ៌សាច់ទេតែមើលពីខាងខ្នងគឺសញ្ញាព្រួយធំអញ្ចឹងបងប្អូនលេបតាមសញ្ញាព្រួយធំនឹងរហូតចាបងប្អូនចុះបន្ទាត់នៅក្របមួយហ្នឹងមានមួយទៀតណាអញ្ចឹងបងប្អូនលេបតាមសញ្ញាព្រួយហ្នឹងមកទៀតចុះបន្ទាត់ទៀតអស់ណាចាចុះបន្ទាត់ទៀតនឹងពេលដែលចុះកន្លែងចុះបន្ទាត់ហ្នឹងគឺមានថ្នាំនៅនឹងមួយដែរចាបងប្អូនមានថ្នាំចាពេលដែលកន្លែងចុះបន្ទាត់ហ្នឹងគឺមានថ្នាំឃើញទេចាមានថ្នាំអញ្ចឹងបងប្អូនចុះបន្ទាត់ឲ្យបងប្អូនទៅទៀតណាបងប្អូនទៅទៀតចាបងប្អូនទៅទៀតឲ្យបងប្អូនចុះបន្ទាត់ចុះបាន3 4គ្រាប់បងប្អូនមករដូវហើយសម្រាប់ថ្នាំពជាកំណើតអញ្ចឹងអ្នកធ្លាប់លេបដឹងហើយថាលេបបានប៉ុន្មានគ្រាប់ស្រួលចំណាំឯងខ្ញុំលេបដល់អាក្រហម3គ្រាប់ក្រហម4គ្រាប់ចឹងមករដូវហ្នឹងស្រួលចំណាំឯងចានេះសម្រាប់ថ្នាំពជាកំណើតដែលមានអរម៉ូនពីរមុខហើយនឹងមានជាតិដែកមួយជួរតែសម្រាប់អ៊ីវ៉ាគឺវាមានជាតិដែកមួយជួរដូចគ្នាតែវាពណ៌សសុទ្ធទាំង4ជួរហ្នឹង4ជួរហ្នឹងពណ៌សសុទ្ធអញ្ចឹងជួរទី1ជួរទី2ជួរទី3ជាថ្នាំដែលមានជាតិអរម៉ូនជួរទី4គឺជាថ្នាំជាតិដែកអញ្ចឹងអត់ចោលដូចគ្នាហូបទាំងអស់ដូចគ្នាចាហូបទាំងអស់ដូចគ្នាអត់មានចោលមួយជួរណាមួយទេតែយើងលេបឲ្យត្រូវសញ្ញាព្រួយគ្រប់ថ្នាំទាំងអស់គឺសុទ្ធតែមានកត់សម្គាល់ទៅលើសញ្ញាព្រួយនីមួយនៃថ្នាំចាតែចង់និយាយថាទៅលើថ្នាំអ៊ីវ៉ាបើបងប្អូនលេបច្រឡំជួរសដូចគ្នាទាំងអស់ចឹងអាចច្រឡំហើយដើម្បីកុំឲ្យច្រឡំបងប្អូនប្រើវិធីមួយទៀតគឺសរសេរពើតចាសរសេរពើតនៅពីខាងលើក្របថ្នាំនីមួយសរសេរសើណាចាកុំយកបិចវាដាច់ចាវាដាច់ក្របថ្នាំហ្នឹងវាខូចអញ្ចឹងបងប្អូនយកពើតមកសរសេរឧទាហរណ៍ថ្ងៃនេះបើថាថ្ងៃទី1ចាថ្ងៃទី1ខែ11អូនសរសេរថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3ថ្ងៃទី4ថ្ងៃទី5រហូតដល់ថ្ងៃទី7ជាប់បន្ទាត់មកថ្ងៃទី8ទី9ទី10រហូតដល់ថ្ងៃទី14ជាប់បន្ទាត់មកទៀត15 16រហូតដល់21មកទៀតរហូតដល់ថ្ងៃទី30ឬក៏28អញ្ចឹងបងប្អូនដល់28មកដល់អញ្ចឹងខែក្រោយបងប្អូនឃើញអញ្ចឹងដូចគ្នារហូតបងប្អូនអត់ច្រឡំទេបើមិនថ្ងៃណាយើងអត់បានលេបគឺយើងថ្ងៃណាយើងអត់បានលេបគឺយើងដឹងថាអូថ្ងៃទី21អត់បានលេបថ្នាំទេដោយសារលេខឃើញលេខ21នៅនឹងស្រាប់អញ្ចឹងបងប្អូនសរសេរថ្ងៃជាក់ស្ដែងបងប្អូនទិញថ្នាំថ្ងៃណាបងប្អូនសរសេរថ្ងៃដំបូងគឺថ្ងៃនឹងឯងមិនមែនតាមខ្ញុំទេណាខ្ញុំថ្ងៃទី1ឧទាហរណ៍ឯងបងប្អូនអស់ថ្នាំថ្ងៃទី8បងប្អូនសរសេរថ្ងៃទី8នៅលើក្របថ្នាំជួរទី1នឹងមកចាពេលក្របថ្នាំជួរទី1នឹងមកសរសេរថ្ងៃទី8ទី9ទី10ទី11ទី12ទី13រហូតដល់នេះចុះមកក្រោមទីប៉ុន្មានអញ្ចឹងមកបកមកវិញមកចុះមកអញ្ចឹងមកគឺស្រួលមែនតើស្រួលចំណាំហើយបាត់ពិសោធន៍នេះគឺខ្ញុំបានមកពីភ្ញៀវរបស់ខ្ញុំដែរដោយសារគាត់ធ្វើបែបនេះខ្ញុំចែករំលែកបងប្អូនបន្តអញ្ចឹងបងប្អូនយល់ហើយណាខ្ញុំលេខតាមសញ្ញាព្រួយអញ្ចឹងសញ្ញាព្រួយ